ស្វីលេបានរកឃើញកន្លែងលក់កៅនំ waffle cup ដែលកំពុង viral នៅលើ TikTok ក៏ចំនួន3កន្លែងទី1មានឈ្មោះថាហាងកាហ្វេ Cafe O ហើយកន្លែងគាត់គឺមច្ឆាដិតល្អឆ្ងាញ់ឈ្ងុយឆ្ងាញ់មែនតើហើយបើបានញ៉ាំជាមួយកៅនំស្រួយៗនឹងទៀតគឺថាឆ្ងាញ់ល្អណាស់ហើយមួយកៅនឹងមានតម្លៃ3រៀលកន្លះហើយបើនិយាយពីសភាពហាងវិញគឺថាគាត់ដឹកគាត់ម្ចាស់ដៃតែម្ដងគឺចូលទៅមានសម័យលេខបុរាណមានតាំងទូទួមានតាំងរបស់ពីសម័យមុនអីចឹងណាចំណែកកន្លែងទី2ដែលយើងអាចទិញកៅនំ waffle cup ហ្នឹងគឺមានឈ្មោះថា Tea នៅជ្រោយជីវ៉ាហើយអ្វីដែលកាន់តែជាពិសេសនៅហាងគាត់ហ្នឹងគឺថាយើងអាចកំងគ្រប់ភេសជ្ជៈដាក់នៅក្នុងកៅនំហ្នឹងបានជាទូទៅភេសជ្ជៈខាងគាត់គឺតម្លៃសមរម្យមែនតើ1រៀលកន្លះ2រៀលអីហ្នឹងហើយនឹងបូកជាមួយនំនឹង2រៀលអញ្ចឹងវាខ្ទង់4រៀលអីហ្នឹងហើយបើនិយាយពីបរិយាកាសនៅហាងគាត់វិញក៏ស្អាតដែរព្រោះគាត់ឆ្នៃ apartment បែប apartment ចេញជាហាងកាហ្វេតូចមួយដ៏ cute cozy មែនតើចំណែកហាងទី3ដែលយើងអាចទៅទិញកៅនំហ្នឹងគឺមានឈ្មោះថា The Choco Cafe ហើយកន្លែងនេះជាពិសេសគាត់មានគ្រីមស្អិតនេះគឺញ៉ាំជាមួយម៉ាត់ឆាគឺចូលជាតិគ្នាល្អណាស់ចំណែកតម្លៃវិញគឺមួយកៅហ្នឹងគឺ5រៀលកន្លះអញ្ចឹងមកគ្នាយើងចង់សាកអីអាចទៅសាកនៅកន្លែងទាំង3នេះបានអញ្ចឹងគ្នាយើងមើលឲ្យចង់ទៅសាកអត់